ចង់វាស់ម៉ែត្រលុះត្រាទាល់តែទិញនៅផ្សារអូខេអញ្ចឹងអ្នកនរគ្នាគាត់ថ្ងៃនេះគាត់នឹងមាន iPhone មួយអ្នកនរគ្នានៅកម្មវិធីមានសួននៅក្នុងទូរស័ព្ទ iPhone នេះមានសួនអ្នកនរគ្នាចូលមកកាន់អ្នកនរគ្នាដាក់វាលោតចំសញ្ញាពណ៌សទូចនេះហើយចុចនៅសញ្ញាបូកនេះមកអញ្ចឹងអ្នកនរគ្នាអូសមកដល់ត្រឹមណាដែលអ្នកនរគ្នាចង់ឈប់ហើយចុចសញ្ញាបូកនឹងមកអញ្ចឹងវាឃើញការវាស់ម៉ែត្ររបស់អ្នកនរគ្នាហើយមួយទៀតសម្រាប់អ្នកដែលខ្សោយភ្នែកអ្នកនរគ្នាចូលមកកាន់ setting យកពាក្យ control center អញ្ចឹងនៅត្រង់នេះអ្នកនរគ្នាអូសចុះមកក្រោមរកពាក្យថាតិចផ្សាយនៅចំណុចត្រង់នេះអញ្ចឹងបើសិនជាឃើញតិចផ្សាយចុចសញ្ញាបូកមកវានឹងលោតមកខាងលើលេខនេះអញ្ចឹងលោតមកខាងលើលេខហ្នឹងវានឹងមកចូលនៅកន្លែងនេះអញ្ចឹងអ្នកនរគ្នាចុចនៅលើតិចផ្សាយនេះមកអញ្ចឹងអ្នកនរគ្នាអាចបរិយារួមបានទៅលើអក្សរដែលអ្នកនរគ្នាចង់នេះអក្សរទូចអញ្ចឹងខ្ញុំរុញអានេះឡើងទៅលើវិញនឹងអក្សរធំអូខេសម្រាប់អ្នកដែលខ្សោយភ្នែកអាចអនុវត្តបាន